សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានរៀបចំតនេះដើរទេដែរចេញដើរទេដែរអត់ទៅលេងភ្នំបូកូទៅនេះពីអ្នកបងពៅឥឡូវបានបងពៅមួយរៀងធំតិចស្រួលបានពីរអ្នកកុំឲ្យតែឯងពេកឥឡូវយើងបានរៀបចំចេញទៅអីខ្ញុំជិះតាមពេលច្រើនខ្ញុំទៅលេងនៅបូកូខ្ញុំជិះតាមផ្លូវខ្សែមួយព្រោះផ្លូវខ្សែមួយវាស្លាស់ស្រួលហើយមួយទៀតទេសភាពផ្លូវខ្សែមួយនឹងស្អាតបាទឥឡូវហ្នឹងយើងជិះដល់ក្រាសាំងតូតាល់យើងចូលចាក់សាំងទៅឥឡូវអាំសូលេងចូលចាក់អីយើងចូលចាក់តូតាល់ម្ដងហើយតបពីយើងចូលចាក់អីនេះអូយសាច់ចូលដៃគ្នាគេបានដើរគេបានដើរលេសាច់ចូលដៃគ្នាហើយខ្ញុំទៅជើងនេះបានទៅ4ម៉ូតូមួយបងខាងជីឯហើយបានបងប្រុសបានគាត់យកប្អូនគាត់ទៅដែរប្អូនកណ្ដាលគាត់បានគ្នាមួយប្អូនពៅខ្ញុំនេះបានពីរនាក់ដែរកុំឲ្យខ្ញុំតែងពេកគាត់លើខ្ញុំយកប្អូនពៅទៅគាត់យកប្អូនកណ្ដាលគាត់ទៅដែរតែប្អូនគាត់នៅរៀងធំ10ឆ្នាំជាងហើយប្អូនពៅខ្ញុំនេះទៅ8ឆ្នាំហើយអូផ្លូវខ្សែមួយនេះទេសភាពស្អាតណាជិះមក fresh ប្រហើយផ្លូវវាស្លាស់ស្រួលហើយទេសភាពស្អាតទៀតនេះទៅអេមហើយជិះទៅថ្ងៃនេះស្រួលដែរអត់ភ្លៀងមានអីស្លាស់ស្រួលណាឥឡូវនេះយើងជិះដល់ជើងភ្នំបូកូហើយនិយាយទៅទេសភាពបូកូខែនេះដូចជាអត់ទៅស្អាតប្រហែលនេះចាញ់ខែ9ខែ10ខែ9ខែ10ទេសភាពវាចុះអាប់ច្រើនឥឡូវបើខ្ញុំមកខែនេះវាអត់សូវមានអាប់ទេដោយសារអីខែធ្លាក់ខ្យល់ហើយដូចអញ្ចឹងវាអត់សូវមានអាប់អត់ដូចខែភ្លៀងពីខែភ្លៀងអាប់ច្រើនហើយឥឡូវនេះយើងនេះជិះមកដល់ហាងកាហ្វេល្បីហើយមកឲ្យតន់ត្រេនគេដើរឲ្យតន់ត្រេនខាងកាហ្វេនៅជើងភ្នំបូកូនេះទៅថ្ងៃនេះចុងសប្តាហ៍មានបងប្អូនមកលេងច្រើនហើយនៅហាងកាហ្វេហ្នឹងទេសភាពស្អាតនិយាយទៅ view ស្អាតឥឡូវនេះបន្ទាប់ពីយើងមកក្រាបកាហ្វេហើយឥឡូវយើងនាំស្វាមកដាក់ចំណីឲ្យស្វាទៅប្តីសុកគេដល់បានចំណីឲ្យស្វាទិញចេកមកពីស្និតដាក់បោះឲ្យហើយបន្ទាប់ពីយើងដាក់ចំណីឲ្យស្វាហើយយើងថតរូបមួយពីរទុកជាអនុស្សាវរីយ៍បានហើយវីដេអូមានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលាបាយបាយ